រ៉ូស៊ីចំណូលខែខ្លះឡើងខ្ពស់ខ្លាំងហើយខែខ្លះក៏ធ្លាក់ចុះទាបដែរតើពួកគាត់គួរតែរៀបចំកញ្ចប់ថវិកាបែបណាដើម្បីកុំឲ្យចំណាយហួសកម្រិតនៅខែខ្លះដែលគាត់រកបានចំណូលច្រើនអញ្ចឹងណាលោកគ្រូបាទត្រឡប់មកវិញគឺការកត់ត្រាជាប្រចាំហ្នឹងហើយពីព្រោះអ្វីទាំងអស់គឺយើងផ្ដោតទៅលើទិន្នន័យដែលមានស្រាប់របស់យើងដើម្បីវិភាគចា៎យើងដឹងខែណាខ្លះឡើងចុះអត់ចា៎ព្រោះអត់ដែរកត់ផងមិនដឹងណាចា៎យើងដឹងតាមធម្មតាថាខែនេះរៀងលក់ដាច់ទេខែនេះអត់សូវលក់ដាច់ទេឧបមាថាដូចអ្នកលក់បាយម្ហូបតាមផ្លូវចុះចា៎ណាល្ងាចឡើងភ្លៀងអញ្ចឹងដល់ខែភ្លៀងក៏ថានឹងលក់បានតិចដែរចា៎ខែរាំងខែធម្មតាទេលក់បានច្រើនគាត់គ្រាន់តែដឹងប៉ុណ្្នឹងឯងគាត់តែសួរថាលក់ប៉ុន្មានលក់ដាច់ប៉ុន្មានលក់អត់ដាច់ហ្នឹងប៉ុន្មានអត់មានទេអញ្ចឹងការរៀបចំកញ្ចប់លុយត្រៀមបំរុងទុកហ្នឹងក៏វាអត់ច្បាស់លាស់ដែរចា៎បាទអាខែណាលក់បានច្រើនទេចាយច្រើនដែរតាមមើលចា៎ខែណាលក់បានតិចទេចាប់ដើមញ៉ាំណាអត់មានអីចាយឬក៏កាត់បន្ថយខ្លះអីចឹងទៅអាហ្នឹងដោយសារតែទី1ការកត់ត្រាអត់មានយើងអត់មានទម្លាប់នៅក្នុងការកត់ត្រាអញ្ចឹងបើយើងកត់ត្រាយើងដឹងច្បាស់ថាខែមួយហ្នឹងគួរតែខែណាមានច្រើនហ្នឹងគួរតែទៅត្រៀមបំរុងមកចាក់បំពេញអាខែណាដែលអត់សូវមានអ្នកលោកអត់សូវដាច់នឹងឯងបាទដើម្បីធ្វើឲ្យយើងរក្សាបាននៅស្ថិរភាពរបស់អាជីវកម្មរបស់យើងតែខែបានច្រើនយើងចាយច្រើនអស់ច្រើនទៅអត់មានសល់អាទុកលុយខ្លះដើម្បីបំពេញអាខែខាតអញ្ចឹងធ្វើឲ្យអាខែខាតនេះគឺយើងជួបបញ្ហាអាចទៅដល់រឿងខ្ចីលូនខ្ចីអីថែមទៀតអញ្ចឹងទៅបាទ